អាការៈនិងមូលហេតុសំខាន់ៗពីជំងឺមហារីកសដន់ដែលស្ត្រីគ្រប់រូបគួរណាស់តែកំណត់ចំណាំទុកនិងគួរតែស្វែងយល់ពីរបៀបនៅក្នុងការស្ទាបរោគដុំគីសនៅខាងក្នុងសដន់នៅក្នុងវីដេអូមួយនេះនឹងនាំបងប្អូនទៅស្ដាប់នៅការបកស្រាយរបស់វិជ្ជបណ្ឌិតអុតចន្ទថាជំនាញផ្នែកសម្ភពនិងរោគស្ត្រីប្រចាំការនៅមន្ទីរព្យាបាលស្ត្រីនិងកុមារដំរីដោយវិជ្ជបណ្ឌិតនឹងបកស្រាយទៅលើប្រធានបទជំងឺមហារីកសដន់និងប្រាប់ពីរបៀបស្ទាបស្វែងរកដុំគីសនៅខាងក្នុងសដន់តាមវិធីដ៏ត្រឹមត្រូវដែលស្ត្រីគ្រប់រូបគួរតែចេះជំរាបសួរនាងខ្ញុំឈ្មោះអុតចន្ទថាជាវិជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្ត្រីចាថ្ងៃនេះនាងខ្ញុំនឹងបង្ហាញអំពីអ្វីទៅជាជំងឺមហារីកសដន់ចាជំងឺមហារីកសដន់យើងពិតជាធ្លាប់បានដឹងមកហើយថាជំងឺនេះគឺជាជំងឺមហារីកដែលនៅឈរលេខរៀងទី2នៃជំងឺមហារីកទាំងអស់នៅលើពិភពលោកជំងឺមហារីកសដន់វាអាចកើតឡើងដោយសារតែតកតងជាមួយនឹងការលូតលាស់ទៅលើកោសិកាសដន់ខុសប្រក្រតីហើយវាក៏អាចបណ្ដាលមកពីបញ្ហាជាច្រើនដូចជាតកតងជាមួយនឹងគេហៅថា genetic factor មានន័យថាអាចកត្តា genetic មកពីដំណពូជអាចថាគាត់ម្ដាយឬក៏បងប្អូនដែលគាត់មានបញ្ហាទៅលើមហារីកសដន់ឬក៏មានបញ្ហាទៅលើមហារីកដៃស្បូនមួយទៀតតកតងជាមួយនឹងអាយុស្ត្រីដែលគាត់មានអាយុចាស់អាចថាអាយុលើសពី50ឆ្នាំទៅក៏ជាចំណុចមួយដែលជាកត្តាប្រឈមទៅនឹងមហារីកសដន់ដូចគ្នាចាចំណុចមួយទៀតតកតងមួយអរម៉ូនដែលភាគច្រើនយើងគិតថាស្ត្រីដែលគាត់ឆាប់មករដូវពេកឬក៏ស្ត្រីដែលក្រអស់រដូវពេកក៏ជាចំណុចមួយដែរមានចំណុចមួយទៀតតកតងជាមួយនឹងស្ត្រីដែលគាត់ក្រមានកូនអាចថាមានកូនលើកដំបូងលើសពីអាយុ35ឆ្នាំឡើងទៅឬក៏ស្ត្រីដែលមិនធ្លាប់មានកូនចាមួយទៀតតកតងជាមួយនឹងស្ត្រីដែលគាត់ប្រើថ្នាំអរម៉ូនរយៈពេលយូរជាពិសេសតកតងជាមួយនឹងថ្នាំពយិកណើតចាលើសពី10ឆ្នាំទៅវាអាចជាកត្តាប្រឈមដែលធ្វើឲ្យមហារីកសដន់កើតមានឡើងដូចគ្នាចាបញ្ហាផ្សេងទៀតអាចដោយសារតែតកតងជាមួយនឹងការ lifestyle គាត់ជួយចិត្តញ៉ាំជារបស់ដែលមានជាតិខ្លាញ់ច្រើនឬក៏ស្ត្រីដែលគាត់លើសគីឡូឬក៏គាត់អត់ជួយចិត្តធ្វើលំហាត់ប្រាណឬក៏គាត់ជួយចិត្តញ៉ាំស្រាចំណុចទាំងអស់នេះក៏ជាកត្តាដែលធ្វើឲ្យមានបញ្ហាទៅលើមហារីកសដន់ដូចគ្នាហើយមួយវិញទៀតគឺតកតងជាមួយនឹងអ្នកដែលគាត់ប៉ះពាល់ទៅនឹងកាំរស្មី X ឬក៏វិទ្យុសកម្មជាដើមស្ត្រីទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាតើសញ្ញាអ្វីខ្លះដែលយើងគួរសង្ស័យឬក៏គិតទៅដល់ទៅលើបញ្ហាទៅលើមហារីកសដន់អញ្ចឹងវាអាចមានសញ្ញាដូចជាបើសិនជាក្នុងករណីយើងពិនិត្យមើលទៅលើសដន់គឺរូបរាងរបស់សដន់អាចមានភាពខុសប្លែកគ្នាពីម្ខាងទៅម្ខាងឬក៏ពិនិត្យទៅលើស្បែករបស់សដន់អាចឡើងក្រហមឬក៏មានឡើងរន្ធតូចដូចជាសបកក្រូចថ្លុងតកតងជាមួយនឹងចុងសដន់អាចមានជាហូរទឹកឬក៏ចុងសដន់លឹបចូលក្នុងវាក៏ជាសញ្ញាមួយតកតងជាមួយនឹងមហារីកសដន់ដូចគ្នាហើយអាចធ្វើឲ្យយើងនឹងឈឺនៅផ្នែកសដន់ឬក៏នៅក្លៀកបើសិនជាយើងអាចស្ទាបដោយខ្លួនឯងយើងនឹងអាចដាក់ដៃនៅលើក្បាលហើយការស្ទាបគឺយើងមាន4ប្លង់នេះថានៅផ្នែកខាងក្រោមហើយនិងផ្នែកខាងលើផ្នែកខាងក្រោមមាន2ប្លង់មានឆ្វេងនិងស្ដាំហ្នឹងហើយអញ្ចឹងការស្ទាបគឺយើងលាបបាត់ដៃហើយអាចស្ទាបរំកិលបន្តិចម្ដងរហូតដល់អស់នៃសដន់ហើយខាងនេះក៏ដូចគ្នាយើងអាចដាក់ដៃលើក្បាលហើយការស្ទាបរោគដូចគ្នាអញ្ចឹងបើសិនជាក្នុងករណីយើងស្ទាបទៅឃើញមានជាដុំនៅលើសដន់ឬក៏នៅក្លៀកអីហើយដែលយើងសង្ស័យការស្ទាបនេះគឺយើងធ្វើនៅពេលដែលយើងមករដូវហើយអស់ស្អាតប្រសិនបើមិត្តនារីទាំងអស់មានសញ្ញាឬក៏មានចំណុចសង្ស័យដោយដែលខ្ញុំបានលើកពីបញ្ហាចំណុចខាងលើអាចមកពិគ្រោះជាមួយនឹងនាងខ្ញុំឬក៏ពិគ្រោះនៅមន្ទីរពេទ្យដែលមានឯកទេសច្បាស់លាស់ដើម្បីទាត់ចោលនៅការសង្ស័យទៅលើមហារីកសដន់ហើយនៅទីនេះផ្ទាល់ក៏យើងមានការ check up ទៅលើមហារីកសដន់ដូចជាការពិនិត្យទៅលើរាងកាយពិនិត្យទៅលើសដន់ហើយការពិនិត្យតាមរយៈអេកូហើយនិងតាមរយៈការពិនិត្យឈាមនឹងហើយដើម្បីស្វែងរកពីមូលហេតុច្បាស់លាស់ឬក៏សញ្ញាពិតប្រាកដថាតើវាជាមហារីកសដន់ឬក៏មិនមែនចា៎មន្ទីរព្យាបាលស្ត្រីនិងកុមារដំរីជាមន្ទីរពេទ្យដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់ស្តង់ដារគុណភាពមន្ទីរពេទ្យជាអន្តរជាតិពី AACI ដែលមានស្នាក់ការនៅសហរដ្ឋអាមេរិកនិងជាអង្គការកំណត់ស្តង់ដារមន្ទីរពេទ្យទូទាំងពិភពលោក
មន្ទីរព្យាបាលស្ត្រីនិងកុមារដំរីគុណភាពខ្ពស់លំដាប់អន្តរជាតិមានស្តង់ដារប្រព័ន្ធគ្រប់គ្រងគ្រប់គ្រាន់និងផ្ដល់នូវការព្យាបាលក៏ដូចជាការថែទាំអ្នកជំងឺប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈមន្ទីរព្យាបាលស្ត្រីនិងកុមារដំរីផ្ដល់នូវភាពកក់ក្ដៅដល់ក្រុមគ្រួសារលោកអ្នកនិងព្យាបាលអ្នកជំងឺប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យផ្ទាល់និងផ្ដល់នូវទំនុកចិត្តស្របតាមស្តង់ដារអន្តរជាតិ AACI របស់សហរដ្ឋអាមេរិក